Astagfirullah. Nilaropati. សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសាច់រឿងបែបរន្ធត់របស់ឥណ្ឌូនេស៊ីដែលទើបតែនឹងចេញថ្មីរៀងយូរដែរលើកយកមកធ្វើការសម្រាយជូនអ្នកទាំងអស់គ្នាទស្សនាហើយសាច់រឿងមួយហ្នឹងគឺនិយាយអំពីដាវបុរាណមួយដែលមានវិញ្ញាណខ្មោចព្រាយសន្ធិដ្ឋប៉ុន្តែចៃដន្យអីស្រាប់តែថ្ងៃមួយមានបរិមម្នាក់ទាល់អត់មានលុយសងគេគាត់ក៏បានចូលទៅលួចយកលុយពីផ្ទះរបស់គ្រូអាគមប៉ុន្តែมันបានលុយបែរជាបានដាវនឹងត្រឡប់មកទៅវិញហើយដាវមួយនោះរាល់ពេលអ្នកដែលចង់បានវាហើយទិញវាយកទៅគឺតែងតែត្រូវបានវិញ្ញាណខ្មោចព្រាយនៅក្នុងដាវនឹងចេញមកធ្វើបាបឬក៏សម្លាប់មិនឲ្យអ្នកដែលចង់បាននោះរស់នៅបានសុខនោះទេដែលជាហេតុធ្វើឲ្យកើតនៅរឿងរ៉ាវភ័យខ្លាចនិងគួរឲ្យខ្លាចកើតឡើងហើយនេះដាវបុរាណមួយនឹងក៏បានធ្វើការផ្លាស់ប្ដូរម្ចាស់ពីមួយទៅមួយប៉ុន្តែរាល់ម្ចាស់ដែលគ្រប់គ្រងវាមិនបានប្រមាណផងក៏ត្រូវបានខ្មោចឬក៏វិញ្ញាណព្រាយនៅក្នុងដាវនោះចេញមកលងបន្លាចនិងធ្វើបាបដូច្នេះដើម្បីចង់ដឹងថាតើសាច់រឿងមួយនេះវាមើលទៅគួរឲ្យខ្លាចនិងភ័យរន្ធត់យ៉ាងណាសូមទស្សនានៃការសម្រាយសាច់រឿងទាំងអស់គ្នាផ្ដើមនៃសាច់រឿងដំបូងមានបរិមម្នាក់កំពុងតែដួសទឹកសមុទ្រដើម្បីយកទៅធ្វើពិធីមន្តអាគមម្យ៉ាងគឺដោយសារតែលោកគ្រូមន្តអាគមម្នាក់នោះគាត់គឺមានដំបៅឡើងពេញខ្លួនដូចជាខ្លងអញ្ចឹងប៉ុន្តែការពិតគឺដោយសារតែគាត់នឹងគឺជាអ្នកគ្រប់គ្រងនៅវិញ្ញាណដាវបុរាណមួយអញ្ចឹងហើយបើសិនជាគាត់មិនបានធ្វើពិធីលាងដាវនោះទេនោះរបួសដែលនៅលើខ្លួនរបស់គាត់នឹងប្រែក្លាយទៅជាធ្ងន់ធ្ងរទៅរហូតដល់ធ្វើឲ្យគាត់ស្លាប់បាត់បង់ជីវិតហើយគាត់គឺតែងតែធ្វើពិធីនេះនៅពេលដែលពន្លឺព្រះច័ន្ទចាប់ផ្ដើមពេញវងហើយនៅពេលដែលគាត់បានធ្វើពិធីរួចរាល់ហើយស្នាមរបួសឬក៏ស្នាមដំបៅនៅលើខ្លួនទឹករបស់គាត់ទាំងអស់ក៏បានជាសះស្បើយកម្លាំងកំហែងរបស់គាត់ក៏ត្រឡប់មកវិញដូចគ្នាដែរចំណែកកូនសិស្សរបស់គាត់មិនពេញចិត្តនឹងខឹងគាត់ជាខ្លាំងតាំងពីក្មេងមកម្លេះដោយសារតែរឿងមួយនឹងឯងចំណែកឯបរិមម្នាក់នេះគាត់មានឈ្មោះថា Nogi គាត់បានមកជួបជាមួយប្អូនស្រីរបស់គាត់ដោយសារតែពួកគេទាំងពីរនាក់បាននិយាយគ្នាថានឹងយកម្ដាយដើម្បីទៅឲ្យលោកគ្រូអាគមមើលប៉ុន្តែប្អូនស្រីហាក់ដូចជាមិនចង់ធ្វើបែបហ្នឹងនោះទេព្រោះតែម្ដាយរបស់ពួកគេហ្នឹងគាត់គឺឈឺជើងហើមដើរអត់រួចរយៈពេល2ឆ្នាំទៅហើយបើទៅពេទ្យវិញក៏អស់ប្រាក់ជាច្រើនផងដែរអញ្ចឹងគឺមានតែវិធីមួយនេះតែប៉ុណ្ណោះហើយនៅពេលដែលមកដល់ផ្ទះរបស់លោកគ្រូណាតូក៏ត្រូវបានគេឲ្យបំពេញព័ត៌មានឬក៏ឈ្មោះមួយចំនួនពាក់ព័ន្ធជាមួយនឹងសមាជិកគ្រួសារឬក៏អ្នកដែលនាំមកដូច្នេះពួកគេក៏បានធ្វើទៅតាមអ្វីដែលខាងលោកគ្រូអាគមនោះគាត់បានប្រាប់បន្ទាប់មកពួកគេក៏បានយកគាត់ចូលទៅខាងក្នុងដើម្បីឲ្យលោកគ្រូណាតូគាត់ព្យាបាលពួកគេនៅរងចាំខាងក្រៅចំណែកលោកគ្រូបានយកគាត់ឡើងទៅលើគ្រែបន្ទាប់មកគាត់ក៏បានដកយកដាវបុរាណរបស់គាត់ដែលមានមត្តរិទ្ធខ្មោចព្រាយបិសាចកាន់នោះយកមកធ្វើពិធីចាយ័ន្តនៅលើខ្នងរបស់ម្ដាយរបស់ពួកគេដើម្បីធ្វើឲ្យគាត់បានជាពីជំងឺហើមជើងរបស់គាត់នោះនៅក្នុងអំឡុងពេលនៃការធ្វើពិធីម្ដាយរបស់ពួកគេបានស្រែកយ៉ាងខ្លាំងព្រោះតែគាត់ឈឺចាប់ជាមួយនឹងការសាក់នៅលើខ្លួនរបស់គាត់នៅពេលហ្នឹងដូហ្គីគាត់បានឃើញថាគ្រូនោះដូចជាមិនមែនជាមនុស្សនោះទេវាប្រៀបដូចជាខ្មោចព្រាយបន្តិចប៉ុន្តែមើលម្ដងជាមនុស្សម្ដងជាព្រាយទៅវិញធ្វើឲ្យគាត់មានចិត្តកឹងឆ្ងល់ជាខ្លាំងហើយនូហ្គីចេះតែមានអារម្មណ៍ថាដូចជាមានអ្វីមួយយ៉ាងនៅក្បែរខ្លួនរបស់គាត់ប៉ុន្តែរាល់ពេលដែលងាកមើលទៅអត់បានឃើញអីទាំងអស់អញ្ចឹងគាត់ក៏បានផ្ដោតអារម្មណ៍ទៅលើម្ដាយរបស់គាត់វិញមិនយូរប៉ុន្មានលោកគ្រូបានចេញមកនិងប្រាប់ថានៅពេលនេះគាត់លេងអីហើយអាចចូលទៅមើលគាត់បានហើយឃើញថាជំងឺរបស់គាត់គឺពិតជាពិតមែនជាដូចជាបែបអញ្ចឹងមិនត្រឹមតែប៉ុណ្ណោះថែមទាំងឲ្យក្រណាត់ដើម្បីយកមកទុកការពារខ្លួនថែមទៀតផងប៉ុន្តែដោយសារតែនូហ្គីមិនដឹងថាគេប្រាប់បែបណាក៏បានសួរជំនួយការរបស់លោកគ្រូហើយគេក៏បានប្រាប់ឲ្យដាក់នៅមុខផ្ទះនិងចំកណ្ដាលផ្ទះឬក៏ក្នុងបន្ទប់ម្ដាយរបស់គាត់ដែលមានជំងឺនោះបន្ទាប់មកគេក៏បានឲ្យប្រាក់និងចាក់ចេញទៅទាំងសប្បាយរីករាយព្រោះអីនៅពេលនេះម្ដាយដែលឈឺរាប់ឆ្នាំទៅហើយនឹងក៏ស្រាប់តែជាដើរបានវិញប៉ុន្តែនៅពេលត្រឡប់មកវិញស្រាប់តែបានឃើញប្រអប់មួយមើលទៅដូចជាប្រអប់កំងអវ៉ាន់អានឡានចឹងគិតថាជារបស់នូហ្គីប្អូនស្រីក៏បានប្រគល់វាទៅឲ្យនូហ្គីហើយនៅពេលដែលនូហ្គីបើកមើលទៅទើបដឹងថាការពិតវាគឺជាម្រាមដៃរបស់មនុស្សដែលក្រុមចងការប្រាក់ហ្នឹងគឺបានផ្ញើមកដើម្បីគម្រាមទារលុយពីគាត់ដោយសារតែគាត់បានខ្ចីប្រាក់របស់ពួកគេ
ហើយនូគីគាត់ក៏បានប្រញាប់ត្រឡប់មកធ្វើការកន្លែងថៅកែរបស់គាត់គឺលក់វត្ថុបុរាណនឹងឯងនៅពេលដែលគាត់មកដល់គាត់ក៏ត្រូវបានថៅកែរបស់គាត់ឲ្យណែនាំនៅដើមបុរាណមួយទៅកាន់ភ្ញៀវនិងប្រាប់អំពីប្រវត្តិរបស់វាផងដែរប៉ុន្តែលោករ៉ូសូគាត់មើលហើយគាត់អត់ចាប់អារម្មណ៍ជាមួយនឹងដាវនឹងនោះទេដោយសារតែដាវប្រភេទនេះគាត់បានជួបជាច្រើននៅមកហើយគាត់ចង់បានអាប្លែកជាងនឹងមើលទៅមិនដែលឃើញចឹងគាត់ក៏បានប្រកល់ដាវនោះឲ្យទៅវិញនិងប្រាប់ថាបើសិនជាមានដាវបុរាណដែលមានលក្ខណៈប្លែកនិងតាក់ទាញជាងនេះកុំភ្លេចតាក់ទងទៅគាត់ផងបន្ទាប់ពីភ្ញៀវទៅបាត់តកែរបស់នូគីបានស្ដីបន្ទោសឲ្យគាត់ដោយសារតែគាត់នៅតែងតែរវល់នឹងមកធ្វើការយឺតបើសិនជានៅតែយឺតបែបនេះទៀតតកែរបស់គាត់ច្បាស់ជាយកគេផ្សេងមកជំនួសហើយបន្ទាប់មកនូគីគាត់ក៏បានមកទទួលទានអាហារនៅក្បែរនោះប៉ុន្តែនៅពេលហ្នឹងក៏ស្រាប់តែក្រុមចងការប្រាក់បានមកតាមដឹងឃើញដូច្នេះគេក៏បានចាប់គាត់និងវាយគាត់តែម្ដងហើយព្រមទាំងបានយកទៅកន្លែងរបស់ពួកគេថែមទៀតផងដោយមានមេរបស់គេម្នាក់មានឈ្មោះថាប្រូតូហើយប្រូតូបានធ្វើការគំរាមកំហែងសពគ្រប់បែបយ៉ាងដើម្បីឲ្យនូគីនោះឆាប់សងលុយដែលបានជំពាក់ប៉ុន្តែនៅពេលនេះនូគីគាត់អត់ទាន់មានប្រាក់នោះទេគាត់បានសុំពេលវេលាពន្យា3ថ្ងៃទៀតដែលធ្វើឲ្យប្រូតូនោះគាត់កាន់តែខឹងគាត់បានបញ្ចេញនូវកប្បកិរិយាដើម្បីបំផិតបំភ័យឲ្យនូគីខ្លាចនិងឆាប់ទៅរកប្រាក់មកសងខ្លួនហើយនូគីក៏នៅតែសុំពេលវេលាដដែលដោយគ្មានជំរឿគាត់ក៏បានទុកពេលវេលាឲ្យនូគីទៀតប៉ុន្តែក៏បានឲ្យកូនចៅរបស់គាត់នឹងចាត់ការនូគីយ៉ាងចាស់ដៃផងដែរចំណែកឯលោកគ្រូណាតូគាត់មានមិត្តភក្តិរបស់គាត់ម្នាក់ដែលមានឈ្មោះថារិកសូមកលេងហើយថែមទាំងបានយករបស់របរជាច្រើនយកមកផ្ញើថែមទៀតផងប៉ុន្តែមិត្តភក្តិរបស់គាត់ឆ្ងល់ថាចុះកូនស្រីរបស់លោកគ្រូណាតូនឹងទៅណាបាត់ទៅហើយបានជាមិនឃើញចឹងហើយគាត់ក៏បានប្រាប់ថាកូនស្រីរបស់គាត់ខឹងនឹងគាត់មិនពេញចិត្តតាំងពីក្មេងមកម្ល៉េះអញ្ចឹងនាងអត់ដែលរស់នៅជាមួយនឹងគាត់នោះទេមកតែពេលដែលគាត់ធ្វើពិធីហើយគាត់ហៅនាងមកតែប៉ុណ្ណោះកំពុងតែនិយាយគ្នាសោកស្រាប់តែដៃរបស់គាត់ចាប់ផ្ដើមញ័រធ្វើឲ្យគាត់ដឹងថាច្បាស់ជាធ្វើអ្វីខុសជាមួយនឹងវិញ្ញាណដែលកាន់គាត់ជាមិនខានអញ្ចឹងគាត់បានធ្វើការសុំខមាទោសគេដើម្បីកុំឲ្យគេនឹងរករឿងគាត់លុះដល់ពេលវេលាយប់ឡើងនូគីគាត់ក៏បានត្រឡប់មកផ្ទះវិញហើយឃើញម្ដាយជាសះស្បើយអញ្ចឹងគេសប្បាយចិត្តទោះបីជាគេត្រូវបានក្រុមចងការប្រាក់បែកគេឡើងទ្រាំខ្លួនទៅហើយក៏ដោយប៉ុន្តែស្រាប់តែគេឃើញថាថង់ក្រណាត់ដែលយកមកពីផ្ទះរបស់លោកគ្រូណាតូនោះគឺត្រូវបានបាត់អញ្ចឹងហើយបានជាសួរនាំទៅកាន់ប្អូនស្រីដោយប្អូនស្រីបានប្រាប់ថាគឺនាងបានយកបោះចោលបាត់ទៅហើយនាងមិនចង់ឲ្យមានរបស់បែបនេះនៅក្នុងផ្ទះនោះទេប៉ុន្តែត្រូវបាននូគីនឹងទៅយកមកដាក់កន្លែងដើមវិញព្រោះតែវាគឺអាចជួយឲ្យម្ដាយរបស់ពួកគេនោះជាពីជំងឺបានបន្ទាប់មកគាត់បានហុចប្រាក់ខែរបស់គាត់ដែលសល់បន្តិចបន្តួចឲ្យទៅកាន់ប្អូនស្រីដើម្បីទុកគ្រាន់តែដល់ទាល់ហើយគាត់ក៏ពិបាកចិត្តដែរមិនដឹងថារកប្រាក់ឯណា3ថ្ងៃមកសងក្រុមចងការប្រាក់ទាន់នោះទេនៅពេលហ្នឹងគាត់ក៏ចាប់ផ្ដើមមើលឃើញដល់ហឹបប្រាក់របស់លោកគ្រូណាតូតែម្ដងដូច្នេះគាត់ក៏សម្រេចចិត្តថានឹងលួចចូលទៅក្នុងផ្ទះរបស់គាត់ដើម្បីទៅលួចយកប្រាក់ទាំងអស់នោះមកសងទៅកាន់ក្រុមចងការប្រាក់បើមិនចឹងទេគាត់ប្រហែលជាគេត្រូវធ្វើបាបនិងកាត់ម្រាមដៃម្រាមជើងផងដែរអញ្ចឹងគឺមានតែបថុយមួយក្តារតែប៉ុណ្ណោះហើយគាត់ក៏បានលួចចូលទៅទាំងយប់ឃើញថាស្ងាត់ល្អអត់មានមនុស្សនោះទេអញ្ចឹងគាត់ក៏បានចូលទៅខាងក្នុងហើយនឹងឃើញមានទូមួយនោះមានហឹបអញ្ចឹងគាត់គិតថាលុយប្រហែលជានៅក្នុងទូមួយនោះប៉ុន្តែបែរជាជាប់ក្រណាត់អីម្យ៉ាងមិនដឹងនោះទេគាត់ក៏ព្យាយាមទាញក្រណាត់នោះចេញមកដើម្បីយកកេសនោះចេញទៅប៉ុន្តែក្រណាត់មួយហ្នឹងនៅពេលដែលគាត់ខំប្រឹងទាញវាបែរជាកាន់តែវែងទៅនូគីគាត់ភ័យស្ទើរតែគាំងបេះដូងប៉ុន្តែភ្លាមស្រាប់តែបាត់បែរជាអត់មានឃើញអ្វីទៅវិញដូច្នេះគាត់ក៏បានប្រញាប់យកប្រអប់នោះរត់មកកាន់ផ្ទះរបស់គាត់ដើម្បីបើកមើលហើយនៅពេលដែលគាត់កោះសោបើកមើលទៅបែរជាមិនមានប្រាក់ដូចជាអ្វីដែលគាត់គិតនោះទេផ្ទុយទៅវិញបែរជាដាវបារាណមួយដែលធ្វើឲ្យគាត់មានអារម្មណ៍ថាអស់សង្ឃឹមជាខ្លាំងដូច្នេះគាត់ក៏បានយកប្រអប់នោះដាក់ចូលទៅក្រោមក្រែបាត់ទៅដល់ពេលយប់បន្តិចនៅពេលដែលគាត់ដេកលក់ស្រាប់តែគាត់ឮសំឡេងគោះទ្វារពីខាងក្រៅដំបូងឡើយគាត់ស្មានថាជាប្អូនស្រីរបស់គាត់ប៉ុន្តែដល់ទៅពេលដែលគាត់បើកទ្វារទៅបែរជាបានឃើញស្រីម្នាក់កំពុងតែរំពុតពៀនខ្លួនយ៉ាងចំណែកភ្លាមស្រីម្នាក់នោះក៏ត្រូវបានបាត់ទៅវិញហើយទីនេះទាំងមូលក៏ចាប់ផ្ដើមងងឹតគាត់ក៏ប្រញាប់យកឈើគោះដើម្បីមកគោះបំភ្លឺហើយក៏នៅតែឃើញនាងកំពុងតែរំយ៉ាងល្វត់ល្វន់ដដែលហើយភ្លើងក៏ស្រាប់តែរលត់ម្ដងទៀតដូច្នេះគាត់ក៏បានប្រញាប់គោះវាម្ដងទៀតដែរតែព្រីម្នាក់នឹងបែរជាមកតោងជាប់នៅលើករបស់គាត់ការពិតវាគ្រាន់តែជាការយល់សប្តិរបស់គាត់តែប៉ុណ្ណោះនៅពេលដែលគាត់ភ្ញាក់ដឹងខ្លួនឡើងគាត់ក៏បានប្រញាប់យកប្រអប់នោះមកបើកមើលម្ដងទៀតនៅពេលដែលគាត់បើកមើលលើកនេះគាត់កំពុងតែគិតថាគាត់គួរតែធ្វើបែបណាចំពោះវាប៉ុន្តែសសកស្រាប់តែដើរនៅក្នុងប្រអប់នឹងបែរជាហោះឡើងឃើញបែបនេះធ្វើឲ្យគាត់មានចិត្តងឿងឆ្ងល់ជាខ្លាំងសុកវាបែរជាធ្លាក់ចុះទៅវិញព្រមទាំងបិទប្រអប់ដោយខ្លួនឯងថែមទៀត
ច្នេះធ្វើឲ្យ Nogi ដឹងថាដាវនេះមិនមែនជាដាវធម្មតាឡើយអញ្ចឹងនៅថ្ងៃព្រឹកស្អែកឡើងគាត់ក៏បានយកឲ្យថៅកែគាត់មើលហើយគ្រាន់ថៅកែរបស់គាត់បានឃើញភ្លាមដឹងថាដាវនេះគឺជាដាវបុរាណដែលមានអាយុកាលរាប់រយឆ្នាំមកហើយជាពិសេសគឺវាមានលក្ខណៈពិសេសដែលគាត់មិនធ្លាប់ឃើញពីមុនមកថែមទៀតផងនៅពេលដែលសួរតម្លៃទៅគាត់ក៏បានធ្វើការវិតម្លៃថាយ៉ាងហោចណាស់ក៏មានតម្លៃ100លានរូប៊ីដែរធ្វើឲ្យ Nogi នឹងគាត់មានការភ្ញាក់ផ្អើលជាខ្លាំងមិននឹកស្មានថាដាវនេះមានតម្លៃបែបនេះទាល់តែសោះហើយនៅពេលដែលតកែរបស់គាត់សួរថាបានមកពីណាគាត់បានកុហកថាគាត់រើផ្ទះរបស់គាត់ហើយក៏បានប្រទះឃើញដាវដែលលោកតារបស់គាត់បានបន្សល់ទុកឲ្យប៉ុន្តែដើម្បីចង់ដឹងថាតើវាមានប្រវត្តិមកពីណាឲ្យច្បាស់លោកតកែគាត់ក៏បានធ្វើការសាកល្បងមើលប្រវត្តិនៃដាវនេះដោយសារតែគាត់គឺជាអ្នកកាន់វត្ថុបុរាណអញ្ចឹងគាត់ក៏ចេះនៅមន្តអាគមខ្លះដែរប៉ុន្តែនៅពេលដែលគាត់ធ្វើពិធីដើម្បីមើលទៅស្រាប់តែផ្ទះរបស់គាត់ចាប់ផ្ដើមមានរឿងរ៉ាវចម្លែកកើតឡើងដែលធ្វើឲ្យគាត់នោះឃើញពីរឿងរ៉ាវឬក៏ប្រវត្តិរបស់ដាវនេះយ៉ាងច្បាស់គ្រាន់តែគាត់បានដឹងភ្លាមគាត់ក៏បានប្រកល់ដាវនោះឲ្យទៅកាន់ Nogi វិញព្រមទាំងបានដេញគេឲ្យយកវាទៅឲ្យឆ្ងាយថែមទៀតផងកុំឲ្យយកដាវនេះមកចិត្តគាត់ទៀតឡើយហើយនៅពេលដែលគាត់យកដាវនេះដើរទៅស្រាប់តែគាត់បានឃើញវិញ្ញាណជាច្រើនបានចេញមករឿងគាត់ប៉ុន្តែការពិតវាគ្រាន់តែជាការសម័យរបស់គាត់តែប៉ុណ្ណោះចំណែកលោកគ្រូណាតូចនៅវិញមានភ្ញៀវជាច្រើនមករកគាត់ឲ្យព្យាបាលដោយការពីលើកមុនអញ្ចឹងប៉ុន្តែគាត់អត់មានដាវទៀតនោះទេអញ្ចឹងគឺគាត់មិនអាចធ្វើការព្យាបាលពួកគេបានទៀតឡើយមិនត្រឹមតែប៉ុណ្ណោះគាត់ក៏ចាប់ផ្ដើមមានអាការៈចម្លែកដែលធ្វើឲ្យជំងឺរបស់គាត់ក៏បានត្រឡប់មកដោយការពីលើកមុនវិញគឺដូចជាមនុស្សកើតឃ្លុងអញ្ចឹងគាត់បានឲ្យកូនចៅរបស់គាត់នឹងទៅរកមិត្តភក្តិរបស់គាត់ដើម្បីឲ្យមកជួយប៉ុន្តែគឺរកមិនឃើញនោះទេអញ្ចឹងគាត់ដឹងថាគាត់មុននឹងក្រោយគង់តែស្លាប់គាត់បានប្រាប់ឲ្យកូនចៅរបស់គាត់ទៅហៅកូនស្រីរបស់គាត់មកហើយនៅពេលដែល Nogi ត្រឡប់មកដល់ផ្ទះវិញក៏បានឃើញក្រុមអ្នកទារប្រាក់ហ្នឹងបានមករឹបអូសយកទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់គាត់ស្ទើរតែអស់ប៉ុន្តែគាត់បានធ្វើការចរចាជាមួយនឹងមេក្រុមដែលទារប្រាក់នោះប៉ុន្តែគេប្រាប់ថាគេត្រូវការប្រាក់នៅក្នុងថ្ងៃនេះគឺត្រូវតែយកមកឲ្យគេពេលនោះNogi ក៏បាននឹកឃើញដល់ដាវបុរាណរបស់គេដែលមានតម្លៃ100លានរូប៊ីហើយបើទូទាត់ទៅគឺនៅសល់លុយថែមទៀតផងព្រោះអីគេជំពាក់ត្រឹមតែ40លានរូប៊ីតែប៉ុណ្ណោះប៉ុន្តែក្រុមអ្នកចងការនឹងអត់ស្គាល់ថាដាវបុរាណនឹងមានតម្លៃនោះទេទោះបីជា Nogi ខំប្រឹងធ្វើការបកស្រាយប្រាប់ថាមានតម្លៃថ្លៃមិនអាចកាត់ថ្លៃបានក៏ដោយក៏គេមិនជឿដែរព្រមទាំងបានស្ដោះទៅមាត់ដាក់និងបោះវាចោលទៅដីថែមទៀតផងនៅពេលនោះរឿងរ៉ាវចម្លែកក៏ចាប់ផ្ដើមកើតឡើងហើយដាវបុរាណនោះក៏ចាប់ផ្ដើមមានចលនាព្រមទាំងបានហោះមកអណ្ដាតរបស់អ្នកចងការប្រាក់នឹងថែមទៀតផងដោយសារតែគេបានមើលងាយនិយាយប្រមាថព្រមទាំងបានស្ដោះទៅមាត់ដាក់ដាវនឹងឯងនៅទីបំផុតអណ្ដាតរបស់គាត់ក៏ត្រូវបានដាច់ហើយនាំគ្នាត្រឡប់ទៅវិញអស់បន្ទាប់មកតារីឆ្ងល់ថាហេតុអ្វីបានច្បងប្រុសជំពាក់ប្រាក់គេច្រើនខ្លាំងម្ល៉េះរហូតដល់ទៅ40លានរូប៊ីតើរកមកពីណាសងគេទៅហើយ Nogi ក៏បានប្រាប់ថាការពិតគាត់ខ្ចីគេតែ10លានរូប៊ីដើម្បីមកព្យាបាលជំងឺម្ដាយតែប៉ុណ្ណោះប៉ុន្តែមិននឹកស្មានថាពួកគេយកការប្រាក់រហូតដល់ទៅ40លានអញ្ចឹងហើយបានជាជំពាក់ច្រើនសងមិនដូចបែបនេះអញ្ចឹងគាត់កំពុងតែរកវិធីដើម្បីដោះស្រាយប៉ុន្តែយ៉ាងណាក៏ដោយក៏ប្អូនស្រីប្រាប់ឲ្យយកដាវនោះទៅសងគេវិញចំណែកឯលក្ស្មីដែលត្រូវជាកូនរបស់លោកគ្រូណាតូនាងបានត្រឡប់មកផ្ទះវិញតាមការហៅរបស់ឪពុកជាដង្ហើមចុងក្រោយរបស់គាត់ហើយទោះបីជាគាត់ប្រាប់ថាគាត់គ្មានសង្ឃឹមរស់ដោយសារតែបាត់ដាវក៏ដោយក៏នាងហាក់ដូចជាមិនបានបាត់ខឹងគាត់ដែរហើយទោះបីជាគាត់សុំប៉ះនាងជាលើកចុងក្រោយក៏នាងនៅតែមិនយល់ព្រមព្រោះអីនាងខឹងពីរឿងដែលគាត់បានធ្វើការពេលដែលនៅក្មេងចំណែកឯ Nogi គាត់កំពុងតែពិបាកចិត្តដោយសារតែម្ចាស់បំណុលចេះតែឆាតមកទារប្រាក់ពីគាត់នៅពេលនោះប្អូនស្រីក៏បានចូលមកជួបនិងប្រាប់ថាចង់យកដៃទៅសងគេតែម្នាក់ឯងឬក៏ចង់ឲ្យនាងជូនទៅព្រោះនាងបារម្ភពីបងប្រុសរបស់នាងប៉ុន្តែ Nogi ប្រាប់ថាមិនអីនោះទេទុកឲ្យគាត់ទៅតែម្នាក់ឯងបានហើយនៅពេលដែលដើរចេញមកក្រៅគាត់ក៏ចាប់ផ្ដើមនឹកឃើញដល់សម្ដីរបស់លោករ៉ូសូហើយក៏បានយកដាវនោះមកឲ្យលោករ៉ូសូមើលចំណែកលោករ៉ូសូវិញដោយសារតែអ្នកចេះមើលវត្ថុបុរាណអញ្ចឹងក៏ដឹងថារបស់នេះគឺជារបស់ដែលមានតម្លៃដែលគាត់មិនធ្លាប់បានឃើញពីមុនមកហើយគាត់ឲ្យតម្លៃរហូតដល់ទៅ50លានរូប៊ីឯណោះបន្ទាប់មកក៏យល់ព្រមព្រៀងតម្លៃគ្នាហើយលោករ៉ូសូក៏បានយកដាវទុកនិងទៅប្រគល់លុយឲ្យទៅកាន់ Nogi ប៉ុន្តែពេលនោះស្រាប់តែគាត់ឮសំឡេងចេញពីក្នុងទូដែលគាត់បានទុកដាវនោះមកដូច្នេះគាត់ក៏បានដើរទៅបើកមើលប៉ុន្តែដាវនោះបែរជាព្យួងកគាត់ជាប់ចំណែកឯ Nogi នៅពេលដែលបានឮសំឡេងឡូឡាគាត់ក៏បានប្រញាប់រត់ចូលទៅហើយឃើញថាលោករ៉ូសូគឺត្រូវបានដាវនោះចាក់សម្លាប់គាត់បាត់ទៅហើយឃើញអញ្ចឹង Nogi មិនដឹងធ្វើបែបណាគឺមានតែដកដាវនឹងយកត្រឡប់មកវិញតែប៉ុណ្ណោះចំណែកឯលក្ស្មីនៅពេលដែលនិយាយទៅដល់រឿងដាវមួយនឹងនាងក៏បាននឹកឃើញអំពីរឿងរ៉ាវនៅពេលដែលនាងនៅក្មេង
នៅពេលហ្នឹងម្ដាយរបស់នាងមានជំងឺឈឺធ្ងន់ឪពុកក៏បានប្រាប់ឲ្យនាងនៅជាមួយនឹងម្ដាយចំណែកឯគាត់ទៅធ្វើពិធីនៅឯមាត់សមុទ្រឯណោះដើម្បីស្វែងរកវិញ្ញាណណាដែលខ្លាំងពូកែឲ្យជួយព្យាបាលប្រពន្ធរបស់គាត់បន្ទាប់ពីគាត់ធ្វើសមាធិអស់រយៈពេលជាច្រើនថ្ងៃប្រាប់តែមានដាវបុរាណមួយបានអណ្ដែតចេញពីសមុទ្រមកប៉ុន្តែនៅពេលដែលគាត់ត្រឡប់មកវិញឃើញថាប្រពន្ធរបស់គាត់គឺបានស្លាប់បាត់ទៅហើយនៅពេលហ្នឹងវិញ្ញាណរបស់នីឡរ៉ូប៉ាទីបានចូលទៅក្នុងខ្លួនកូនស្រីរបស់គាត់ដោយសារតែគាត់បានធ្វើពិធីហៅនាងឲ្យមកជួយនឹងឯងអញ្ចឹងគាត់ត្រូវតែធ្វើទៅតាមពាក្យសន្យារបស់គាត់ទោះបីជាប្រពន្ធរបស់គាត់នឹងស្លាប់ហើយក៏ដោយគឺមិនមែនជាកំហុសរបស់នាងនោះទេដោយសារតែខ្លាចថាកូនមានរឿងក៏បង្ខំចិត្តធ្វើទៅតាមអ្វីដែលគាត់ធ្លាប់បានសន្យាដែលជាហេតុធ្វើឲ្យនាងក៏ត្រូវបានជាប់ជាមួយនឹងសន្យានឹងដែរហើយដល់ពេលដែលពលឺព្រះច័ន្ទពេញវង្សគាត់មិនបានធ្វើពិធីលាងដាវឲ្យគេតាមទម្លាប់ធ្វើរាល់ដងដូច្នេះគេក៏បានមកយកជីវិតរបស់គាត់តែម្ដងនៅទីបំផុតលោកគ្រូណាតូគាត់ក៏ត្រូវបានស្លាប់បាត់បង់ជីវិតនៅក្នុងពិធីបិណ្ឌសពរបស់គាត់ហ្នឹងលក្ស្មីបានសួរទៅកាន់មិត្តភ័ក្តិឪពុករបស់នាងថាតើមានវិធីអ្វីអាចឲ្យនាងរួចផុតពីការគ្រប់គ្រងរបស់វិញ្ញាណដាវបុរាណនោះបានដែរឬក៏អត់ចំណែកឯណូគីគាត់បានយកដាវបុរាណនេះយកមកឲ្យប្រូតូដោយសារតែគាត់គ្មានប្រាក់នោះទេដែលធ្វើឲ្យប្រូតូខឹងថាហេតុឲ្យបានជាយកដាវច្រេះយកមកឲ្យគាត់អញ្ចឹងប៉ុន្តែត្រូវបានណូគីនិយាយអះអាងថាដាវនេះគឺមានតម្លៃរហូតដល់ទៅ50លានរូប៊ីឯណោះឬអញ្ចឹងធ្វើឲ្យប្រូតូចាប់អារម្មណ៍ក៏បានឲ្យគេយកដាវយកមកឲ្យគាត់មើលវិញហើយក៏បានថតរូបដាវបុរាណនេះដើម្បីផ្ញើទៅកាន់មិត្តភ័ក្តិរបស់គាត់ដើម្បីធ្វើការបញ្ជាក់ថាតើដាវនេះគឺពិតជាមានតម្លៃដូចជាអ្វីដែរណូគីបាននិយាយឬក៏អត់នៅពេលដែលគាត់ថតឲ្យគឺមើលភ្លាមស្រាប់តែគេខលមកប្រាប់ថាដាវនេះគឺគេឲ្យតម្លៃរហូតដល់ទៅ70លានរូប៊ីឯណោះអញ្ចឹងទុកដាវនេះឲ្យគេចំណែកឯម្ដាយរបស់ណូគីសុកស្រាប់តែជំងឺហើមជឿរបស់គាត់បែរជារើឡើងវិញស្របពេលដែលប្រូតូបានធ្វើលិខិតសងប្រាក់ឲ្យទៅកាន់ណូគីរួចរាល់ដោយលិខិតនេះបញ្ជាក់ថាគេបានសងប្រាក់លែងជំពាក់ទៀតហើយប៉ុន្តែមុននឹងយកលិខិតនេះត្រូវបញ្ជាក់ថាទោះបីជាដាវនេះមានតម្លៃប៉ុន្មានក៏ដោយទទួលបានប៉ុន្មានក៏ដោយក៏ណូគីគ្មានចំណៃទៀតដែរណូគីក៏បានយល់ព្រមនឹងដើរចាក់ចេញទៅហើយត្រូវបានប្អូនស្រីខលប្រាប់ពីដំណឹងថាម្ដាយរបស់គេនោះចាប់ផ្ដើមធ្លាក់ខ្លួនឈឺវិញហើយសុកស្រាប់តែបានឮសំឡេងស្រែកខ្លាំងនៅពេលដែលងាកមើលទៅទើបដឹងថាការពិតក្រុមរបស់ប្រូតូគឺត្រូវបានដាវនោះសម្រាប់ពួកគេស្លាប់បាត់បង់ជីវិតអស់បាត់ទៅហើយឃើញបែបនេះណូគីភ័យជាខ្លាំងក៏បានប្រញាប់រត់ត្រឡប់មកផ្ទះវិញដោយមិនបានយកដាវមកជាមួយនោះទេហើយប្អូនស្រីក៏បានតាមសួរបញ្ជាក់ថាតើបានយកដាវទៅឲ្យម្ចាស់គេវិញហើយឬនៅបានជាម្ដាយរបស់ពួកគេបែរជាធ្លាក់ខ្លួនឈឺបែបនេះអញ្ចឹងដោយគាត់គ្រាន់តែប្រាប់ថាគាត់អស់កម្លាំងខ្លាំងណាស់គាត់មិនចង់និយាយច្រើននោះទេសុកស្រាប់តែឮសំឡេងចេញពីក្នុងទូមកហើយនៅពេលដែលតារីនាងបើកហឹបមើលទៅស្រាប់តែឃើញថាដាវនោះគឺនៅក្នុងហឹបនេះដដែលដែលធ្វើឲ្យនាងខឹងជាខ្លាំងហេតុឲ្យបានជាបងប្រុសរបស់នាងមិនព្រមយកទៅឲ្យគេវិញអញ្ចឹងទោះបីជាគាត់ខំបោះស្រាយយ៉ាងណាក៏ដោយក៏ប្អូនស្រីមិនជឿដែរដូច្នេះនាងក៏បានសម្រេចចិត្តយកដាវនេះទៅបោះចោលនៅក្នុងទឹកខាងក្រោយផ្ទះតែម្ដងទៅព្រោះអីនាងគិតថាជំងឺម្ដាយរបស់នាងឈឺឡើងវិញដោយសារតែដាវមួយនឹងឯងចំណែកឯណូគីគាត់ក៏ខឹងខ្លាំងណាស់ដែរព្រោះអីដាវនេះគឺគាត់មិនបានយកមកវិញនោះទេប៉ុន្តែហេតុអ្វីបានជាវាមកនៅក្នុងទូរបស់គាត់អញ្ចឹងទៅវិញបន្ទាប់មកគាត់បានឮសំឡេងចម្រៀងដែលគាត់បានឮកាលពីយប់នោះធ្វើឲ្យគាត់មានអារម្មណ៍ថាឈឺក្បាលជាខ្លាំងចំណែកតារីក៏បានមកធ្វើការទិដ្ឋានក៏ទៅកាន់ព្រះអល់ឡោះដើម្បីឲ្យជួយទៅដល់ម្ដាយរបស់នាងស្របពេលដែលណូគីនេះវិញគាត់បានឮសំឡេងរង្គើយ៉ាងខ្លាំងនៅក្នុងទូលុះដល់ទៅពេលយកហឹបចេញមកឃើញដាវនៅក្នុងហឹបដដែលទាំងដែលប្អូនស្រីរបស់គាត់ហ្នឹងបានយកបោះចោលបាត់ទៅហើយសុកស្រាប់តែមានរ៉ាយចម្លែកបានកើតឡើងគឺវិញ្ញាណនៅក្នុងដាវនោះបានបង្ហាញខ្លួនចេញមកឲ្យគាត់បានឃើញនិងប្រាប់ឲ្យគាត់នោះគោរពវាទៅនោះគាត់នឹងទទួលបានអ្វីគ្រប់យ៉ាងទាំងអស់ប៉ុន្តែគាត់ព្យាយាមបោះដាវនេះចោលហើយដាវនេះគឺមិនព្រមទៅណានោះទេបែរជាជាប់ដៃរបស់គាត់ហើយនៅពេលដែលគាត់រត់ចេញទៅខាងក្រៅឃើញវិញ្ញាណដាវគាត់ក៏បានចាក់ប៉ុន្តែការពិតគឺជាប្អូនស្រីរបស់គាត់សោះចំណែកឯលក្ស្មីកំពុងតែស្វែងរកនៅព័ត៌មានរបស់មនុស្សដែលមានថ្ងៃខែឆ្នាំកំណើតដូចនាងដើម្បីធ្វើពិធីផ្ទេរព្រាយដាវនោះឲ្យទៅកាន់អ្នកនោះវិញហើយរកចោលរកឡើងក៏ស្រាប់តែឃើញឈ្មោះរបស់ណូគីហ្នឹងគឺមានថ្ងៃខែឆ្នាំកំណើតដូចនាងបែរមកណូគីនៅវិញដោយសារតែមានរឿងរ៉ាវកើតឡើងមិនចេះឈប់គាត់ក៏បានសម្រេចចិត្តមកសុំទោសនិងយកដាវនេះប្រគល់ឲ្យទៅកាន់កូនចៅរបស់លោកគ្រូណាតូវិញប៉ុន្តែត្រូវបានគេស្ដីបន្ទោសយ៉ាងខ្លាំងព្រោះតែវាហួសពេលទៅហើយភ្លាមនឹងលក្ស្មីបានចេញមកដើម្បីធ្វើការសួរនាំនៅពេលដែលនាងបានឃើញដាវត្រឡប់មកវិញនាងក៏បានសួរព័ត៌មានបញ្ជាក់សួរចោះសួរឡើងទើបដឹងថាការប៉ັດបារម្ភអ្នកនេះគឺគេមានឈ្មោះថានូគី
គឺជាឈ្មោះដែលនាងទើបតែនឹងឃើញអំបញ្ញមិញហើយមានថ្ងៃខែឆ្នាំកំណើតដូចនាងដើម្បីជាការលើកលែងទោសនាងបានប្រាប់ឲ្យគាត់ធ្វើពិធីជាមួយនឹងនាងដែលជាធ្នូដើម្បីធ្វើឲ្យម្ដាយរបស់នូគីនោះត្រឡប់មកដូចដើមវិញគឺជាសះស្បើយពីជើងរបស់គាត់នឹងឯងចំណែកនូគីក៏បានយល់ព្រមព្រោះអីណាមួយគេលើកលែងទោសហើយណាមួយក៏ជួយដល់ម្ដាយរបស់ខ្លួនថែមទៀតអញ្ចឹងពួកគេបានរៀបចំគម្រោងដើម្បីធ្វើពិធីនៅក្នុងផ្ទះរបស់នូគីតែម្ដងដោយលក្ស្មីក៏បានទៅដួលទឹកសមុទ្រដូចជាអ្វីដែលឪពុកធ្លាប់បានធ្វើកន្លងមកនៅក្នុងយប់រៀបនឹងចេញទៅធ្វើពិធីនោះគឺត្រូវបានកូនចៅរបស់ពុកនាងធ្វើការហាមឃាត់មិនឲ្យធ្វើបែបនេះនោះទេប៉ុន្តែនាងនិយាយថាបើសិនជាមិនជួយនាងក៏ហើយទៅប៉ុន្តែកុំខាត់នាងហើយនាងក៏បានធ្វើដំណើរមកកាន់ផ្ទះរបស់នូគីដើម្បីធ្វើពិធីជាមួយនឹងគ្នាចំណែកឯនូគីក៏បានយកដៃរបស់ខ្លួនដើម្បីទៅធ្វើពិធីដែរដើម្បីឲ្យគាត់បានជាពីជំងឺរបស់គាត់ហើយនាងក៏បានប្រគល់ដាវនោះឲ្យទៅកាន់នូគីព្រមទាំងបានប្រាប់ឲ្យគាត់ធ្វើតាមអ្វីដែលនាងបានប្រាប់ទាំងអស់ចំណែកប្អូនស្រីរបស់គាត់វិញគឺត្រូវបានគាត់ឃុំឃាំងជាប់នៅក្នុងបន្ទប់នៅពេលដែលនាងភ្ញាក់ដឹងខ្លួនឡើងគឺនាងមិនអាចចេញទៅខាងក្រៅបាននោះទេទោះបីជានាងខំប្រឹងស្រែកហៅបងប្រុសឲ្យបើកទ្វារឲ្យក៏ដោយក៏មិនបានឃើញគាត់មកបើកទ្វារឲ្យផងដែរជាពិសេសនៅពេលដែលនាងមើលទៅកាន់បន្ទប់ម្ដាយក៏មិនឃើញម្ដាយនៅក្នុងបន្ទប់ថែមទៀតធ្វើឲ្យនាងមានការជ្រួលច្របល់ជាខ្លាំងចំណែកនូគីគាត់កំពុងតែធ្វើពិធីនិងធ្វើទៅតាមអ្វីដែលលក្ស្មីបានប្រាប់ទាំងអស់តារាណាវិញទើបដឹងខ្លួនថានាងត្រូវបានឃុំឃាំងបាត់ទៅហើយព្រោះអីសូម្បីតែបង្អួចនឹងក៏នាងមិនអាចបើកបានដែរគឺដើម្បីការពារកុំឲ្យតារីមករំខាននៅក្នុងការធ្វើពិធីរបស់ពួកគេទាំងពីរនាក់ពិធីក៏កំពុងតែចាប់ផ្ដើមដោយលក្ស្មីគឺជាអ្នករៀបចំនាងកំពុងតែធ្វើពិធីនេះដើម្បីផ្ទេរវិញ្ញាណព្រាយដាវឲ្យទៅកាន់នូគីវិញព្រោះអីនាងរស់នៅជាមួយនឹងវិញ្ញាណព្រាយដាវនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយចំណែកកូនចៅរបស់ឪពុកនាងវិញក៏បានធ្វើដំណើរមកកាន់ផ្ទះរបស់នូគីព្រោះតែគាត់បានដឹងអំពីផែនការរបស់ពួកគេហើយនៅពេលដែលគាត់ឮសំឡេងគោះចេញពីខាងក្នុងមកគាត់ក៏បានជួយបើកទ្វារពីខាងក្រៅដើម្បីឲ្យប្អូនស្រីរបស់នូគីចេញមកហើយគាត់បានប្រាប់ពីគោលបំណងរបស់លក្ស្មីទាំងអស់ថាគឺជាការបោកប្រាស់នោះទេនាងមិនមានបំណងចង់ជួយម្ដាយរបស់ពួកគេឡើយគឺផ្ទុយទៅវិញចង់ផ្ទេរវិញ្ញាណព្រាយដាវឲ្យមកកាន់នូគីតែប៉ុណ្ណោះអញ្ចឹងពួកគាត់គឺត្រូវតែប្រញាប់ចូលទៅរារាំងពួកគេឲ្យទាន់ពេលវេលាមុនពេលដែលគ្រប់យ៉ាងត្រូវបានហូរពេលចំណែកឯនូគីនៅវិញគាត់ក៏បានឃើញថាគាត់បានចូលមកដល់ក្នុងពិភពមួយទៀតដើម្បីមកទទួលដំណ័យនៃការធ្វើពិធីយ៉ាងពេញលេញស្របពេលនឹងផងដែរពួកគេក៏បាននាំគ្នាចូលមកប៉ុន្តែវិញ្ញាណព្រាយដាវដែលនៅក្នុងខ្លួនរបស់លក្ស្មីនោះបានប្រាប់កុំឲ្យពួកគេនឹងចូលមកជាជ្រែករឿងរបស់នាងឲ្យសោះបើមិនចង់ស្លាប់នោះទេយ៉ាងណាក៏ដោយក៏ពួកគេនៅតែព្យាយាមធ្វើការរារាំងហើយវិញ្ញាណព្រាយដាវនោះវាក៏នៅតែរារាំងមិនឲ្យពួកគេអាចចូលទៅរំខាននៃការធ្វើពិធីនេះបានដែរព្រោះពិធីកំពុងតែចាប់ផ្ដើមទៅហើយទោះបីជាលោកគីតូគាត់ខំប្រឹងធ្វើការរារាំងក៏ដោយប៉ុន្តែវិញ្ញាណព្រាយដាវនោះនៅតែធ្វើការវាយប្រហារមកលើគាត់ដែលធ្វើឲ្យគាត់មិនអាចជួយទៅលើនូគីបាននោះទេហើយនូគីក៏ត្រូវបានគេកំពុងតែធ្វើពិធីស្រោចទឹកឈាមទៅលើក្បាលរបស់គាត់ដើម្បីឲ្យគាត់ទទួលបាននូវធម៌ពលរបស់វិញ្ញាណព្រាយដាវនោះហើយនឹងក្លាយទៅជាអ្នកស្នងតំណែងបន្ទាប់ពីលោកគ្រូណាតូព្រោះអីលោកគ្រូណាតូគាត់បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយដោយសារតែការប្រយុទ្ធគ្នានៅទីបំផុតលក្ស្មីដែលត្រូវបានវិញ្ញាណព្រាយដាវចូលនោះនាងក៏ត្រូវបានដាវនោះមុតចូលទៅក្នុងករបស់នាងហើយនៅទីបំផុតលក្ស្មីក៏ត្រូវបានស្លាប់បាត់បង់ជីវិតនៅក្នុងពេលហ្នឹងទៅបែរមកកាន់នូគីនៅវិញក៏ត្រូវបានគេធ្វើពិធីយ៉ាងរួចរាល់ដាវនោះក៏ត្រូវបានប្រគល់ឲ្យទៅកាន់គាត់ហើយនៅពេលដែលគាត់មើលទៅទើបដឹងថាអ្នកទាំងអស់ដែលត្រូវបានជាប់ឃុំនៅទីនេះគឺសុទ្ធតែជាអ្នកដែលធ្លាប់បានទទួលនៅវិញ្ញាណដាវនឹងឯងអញ្ចឹងជោគវាសនារបស់គាត់នៅថ្ងៃទៅមុខទៀតក៏មិនខុសពីពួកគេទាំងអស់នឹងដែរពីហេតុការណ៍ដ៏រន្ធត់កាលពេលយប់មិញត្រូវបានបញ្ចប់ទៅឃើញថានូគីគាត់ខំប្រឹងព្យាយាមគោរពនិងកោតខ្លាចទៅលើព្រះអល់ឡោះដូចជាអ្វីដែលប្អូនស្រីធ្លាប់បានធ្វើហើយដាវនោះវិញគាត់បានយកទុកនៅក្នុងទូកញ្ចក់ដើម្បីការពារកុំឲ្យឥទ្ធិពលរបស់វាអាចគ្រប់គ្រងគាត់បាន